មិនចេះសន្សំលុយកុំសង្ឃឹមថាមានបានបាទសូមបងប្អូនមកចូលរួមជាមួយប្រធានបទនេះជាមួយខ្ញុំបាទមុននឹងចូលដល់ប្រធានបទសូមបងប្អូនជួយចុចអក្សរជាវឬ Subscribe ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាទមិនចេះសន្សំលុយកុំសង្ឃឹមថាមានបានបាទជាទូទៅបើតាមរូបមន្តដែលអ្នកសិក្សាស្រាវជ្រាវពីបញ្ហាជីវិតមានបានហ្នឹងណាខ្នាតសកលលោកតែម្ដងគឺគេឲ្យនិយមន័យនៃភាពមានបានហ្នឹងគឺកើតឡើងពីការចេះសន្សំលុយនឹងឯងបាទ100%នៃមនុស្សគឺអាចក្លាយជាអ្នកមានប្រសិនបើមនុស្សនោះគាត់ចេះសន្សំលុយបាទចំណែកអ្វីដែលមានបានដោយការមិនសន្សំដោយការអ្វីនោះគឺដោយសារថាគេនោះវាជាកូនអ្នកមានស្រាប់អីស្រាប់ចឹងណាឬមួយក៏ត្រូវឆ្នោតត្រូវអីចឹងទេប៉ុន្តែក្នុងករណីនេះគឺវាមិនមែន 1% ទេវាអាចដល់ទៅ1/300អីមានន័យថា100មាន1 300មាន1ទេបាទ300មាន1ទេអញ្ចឹងហើយអ្វីដែលជា 100% គឺការចេះសន្សំលុយបាទបើសិនជាយើងចេះសន្សំលុយយើងនឹងអាចក្លាយជាមនុស្សមានបាននៅថ្ងៃអនាគតបាទដាច់ខាតចឹងហ្មងបាទដាច់ខាតបើសិនជាយើងចេះសន្សំលុយយើងនឹងអាចមានបាននៅថ្ងៃអនាគតផ្ទុយទៅវិញបើយើងមិនចេះសន្សំលុយយើងមិនអាចមានបាននេះយើងមិនអាចសង្ឃឹមថាយើងនឹងបានធូរធាននៅថ្ងៃអនាគតទេបាទបើយើងមិនចេះសន្សំលុយយើងរកបានច្រើនយើងចាយច្រើនយើងរកបានប្រមាណយើងចាយប៉ុណ្ណឹងយើងមិនចេះសន្សំលុយយើងមិនចេះចាត់ចែងលុយទុកដាក់លុយយើងថ្ងៃក្រោយទៅយើងមិនអាចធូរធារយើងមិនអាចសល់លុយសល់កាក់មិនអាចមានបានទេបាទដូច្នេះសូមបងប្អូនមកចូលរួមពិចារណាជាមួយខ្ញុំចំពោះបញ្ហារឿងលុយនេះបាទបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំធូរធារសមរម្យនៅក្នុងជីវិតនៅក្នុងសង្គមដោយសារខ្ញុំចេះសន្សំនឹងដែរបាទព្រោះបើខ្ញុំមិនចេះសន្សំខ្ញុំអត់សល់ទេព្រោះមុខរបរខ្ញុំក៏វាមិនជាធំដុំអីណាខ្លាំងខ្លាអញ្ចឹងណាវាមកសមមកគូក៏ដែរទេអញ្ចឹងហើយតើយើងចេះសន្សំលុយពីព្រោះថាក្នុងដំណើរជីវិតហ្នឹងយើងត្រូវប្រឈមមុខជាមួយនឹងរឿងច្រើនណារឿងខ្លះយើងអាចដែលគិតទុកទេវាអាចកើតឡើងដល់រឿងហ្នឹងវាកើតឡើងយើងត្រូវយកលុយទៅដោះស្រាយបាទយកលុយទៅដោះស្រាយឧទាហរណ៍ដូចយើងធ្វើដំណើរទៅណាជិះម៉ូតូអីអញ្ចឹងណាយើងជិះសុកវាទៅបុកដំថ្មតូចមួយកន្លាច់ដួលម៉ូតូទៅជាបាក់ដៃបាក់អីចឹងទៅហ្នឹងយើងទៅពេទ្យទៅអីត្រូវចំណាយលុយអស់ខ្ទង់$1000អាហ្នឹងឯងដែលជាហានិភ័យដែលយើងអត់បានដឹងមុនណាអញ្ចឹងហើយតើយើងចេះសន្សំលុយទើបយើងអាចមានលុយđểដោះស្រាយរឿងចឹងបើសិនបើយើងអត់មានលុយទេយើងកើតរឿងចឹងឡើងយើងត្រូវខ្ចីបលគេអញ្ចឹងទៅខ្ចីបលគេយើងដឹងសងការគេសងអីហើយយើងរកលុយមកចាយផងសងគេផងចឹងយើងអាចសល់ហើយយើងអាចធូរធារយើងអត់អាចទេហើយរឿងមួយទៀតដូចជាជំងឺបាទដូចជាជំងឺយើងនៅសុកវាទៅជាឈឺនេះឈឺនោះឈឺកាពះឈឺវៀនត្រូវការលុយទិញថ្នាំហើយបើយើងអត់ចេះសន្សំលុយអត់សល់លុយអញ្ចឹងយើងត្រូវខ្ចីបលគេទៀតណាអញ្ចឹងបានថាបងប្អូនសូមពិចារណាចំពោះបញ្ហាលុយនេះបាទយើងត្រូវតែមានរូបមន្តផ្ទាល់ខ្លួនមួយហើយយើងត្រូវតែស្គាល់ខ្លួនឯងថាខ្លួនឯងហ្នឹងជាអ្វីចឹងនិយាយថាសប្តាហ៍ថ្ងៃហ្នឹងយើងនឹងមានដេញចំណូលប្រមាណការងារយើងកម្រិតណាអញ្ចឹងយើងស្គាល់បើថាការងារយើងវាមិនជាធំអីទេចំណូលវាមិនច្រើនអីទេតើយើងចេះសន្សំបាទតើយើងចេះសន្សំហើយបើយើងដឹងថាចំណូលយើងមិនច្រើនហើយការងារយើងមិនធំអីការងារយើងល្មមដែរយើងមិនចេះសន្សំអានេះជាកំហុសរបស់យើងជាកំហុសរបស់យើងកុំបន្ទោសទេវតាកុំបន្ទោសវាសនាកុំបន្ទោសដេញសំណាងអីព្រោះអីយើងដឹងហើយយើងដឹងថាចំណូលយើងបានត្រឹមតែប៉ុណ្្នឹងទេតែហ៊ានចាយរៀងតលេងតិចដឹងអត់សល់អញ្ចឹងយើងត្រូវតែត្បិតត្បៀតយើងត្រូវតែសំចាយព្រោះយើងបានដឹងដែរយើងដឹងខ្លួនយើងដែរណាបាទអញ្ចឹងបងប្អូនពិចារណាមែនតែបញ្ហារឿងលុយនេះមិនមែនជារឿងលេងសើចទេបាទមិនមែនជារឿងលេងសើចទេបាទពីព្រោះថាជីវិតយើងនេះបើសិនជាយើងមិនបានទេយើងប្រឈមមុខច្រើនណាតាំងពីការមើលងាយមើលថោកការមិនអោយតម្លៃ
គឺក្នុងសង្គមគេអត់សូវចាប់អារម្មណ៍ជាមួយយើងទេប្រសិនមកយើងអត់មានលុយមានកាក់ប្រសិនមកយើងលេងក្រីក្របាទហើយដូចជាករណីមួយទៀតត្រូវការបដោះបដាលកូនឲ្យរៀនសូត្របានពងពោះតើយើងមានលុយដែរតើយើងចេះសន្សំលុយនឹងដែរបាទបូកជាមួយនឹងការតស៊ូរបស់កូនទៀតបាទដូច្នេះហើយសូមបងប្អូនពិចារណាថាបើមិនចេះសន្សំលុយកុំសង្ឃឹមថាមានបានកុំសង្ឃឹមថាមានបានវាជារឿងពិតហ្មងវាជារឿងពិតហ្មងមនុស្សច្រើនណាស់បាទមនុស្សច្រើនណាស់បាទពេលដែលកំពុងតែរកបានយើងអត់ដឹងទេណាអត់ដឹងថាគាត់សល់មិនសល់ទេពីព្រោះគេគាត់ចាយវាក្រឹកក្រែងយើងអត់ដឹងទេបាទដល់ពេលរកលេងបានយើងដឹងថាអូតាមពិតអត់សល់លុយផងបាទតាមពិតជាពាក់គេបាទដូចនៅស្រុកកំណើតខ្ញុំមួយនោះពេលដែលគាត់រកគឺខេងហូបចុកសុបាយណាដល់គាត់ធ្លាក់ខ្លួនឈឺលក់ផ្ទះសងគេបាទដល់គាត់ធ្លាក់ខ្លួនឈឺលក់ផ្ទះសងគេមកបាទគ្រាន់តែអដេញមិនមែនឈប់រកឲ្យឈឺណារធ្លាក់ខ្លួនឈឺដល់ពេលធ្លាក់ខ្លួនឈឺលេងបានរកធ្វើការលេងកើតលក់ផ្ទះសងគេដល់សួរទៅគាត់រកបានហើយបានគាត់ចាយរឿងមិត្តភ័ក្ដិបងភឿនបាទដល់ពេលឈឺលក់ផ្ទះសងគេមកនេះជាកំហុសជាមហន្តរាយដែលគួរឲ្យសោកស្ដាយបាទដូច្នេះហើយខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងសូមបងប្អូនពិចារណាឲ្យមែនទែនបងប្អូនតែមានរូបមន្តតខ្លួនប្រឹងធ្វើការប្រឹងរកលុយប្រឹងសន្សំលុយរូបមន្តពីរហ្នឹងស័ក្តិសិទ្ធិណាស់បាទសម្រាប់ភាពមានបានបាទប្រឹងធ្វើការឬប្រឹងរកលុយប្រឹងសន្សំលុយបើសិនជាបងប្អូនធ្វើអានឹងបានបងប្អូននឹងមានអនាគតចាស់ចង់នៅថ្ងៃក្រោយបាទសូមអរគុណបាទ